ក្តៅតារាសម្ដែងលោកឌិកគីជឿងតួអង្គស៊ុនអ៊ូខុងឆ្នាំ1996ត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពីចោទប្រកាន់ករណីមួយនេះការបោកប្រាស់តាមរយៈប្រព័ន្ធទូរស័ព្ទមិនមែនជារឿងដែលទើបនឹងកើតមាននាពេលកន្លងមកនោះទេក៏ប៉ុន្តែវាជារឿងដែលធ្លាប់កើតមានយូរណាស់ហើយនៅជុំវិញពិភពលោកដោយអ្នកចាញ់បោកបានធ្វើការខាត់បងប្រាក់កាក់នានាជាច្រើនរហូតដល់មានអ្នកខ្លះបានធ្វើការសម្លាប់ខ្លួនដោយសារតែការចាញ់បោកមួយនេះផងដែរសម្រាប់អ្នកនៅក្នុងប្រទេសចិនឯនេះវិញបានធ្វើការចាត់ទុកនៃការបោកប្រាស់តាមប្រព័ន្ធអេឡិចត្រូនិកនិងការឆបោកតាមប្រព័ន្ធគមនាគមន៍ដែលជារឿងមានសភាពធ្ងន់ធ្ងរបំផុតមិនអាចត្រូវបានលើកលែងនោះឡើយក្នុងរបាយការណ៍ថ្មីនេះនៅក្នុងប្រទេសចិនប៉ូលីសបានចាប់ខ្លួនតារាសម្ដែងនិងជាតារាចម្រៀងដ៏ល្បីឈ្មោះលោកឌិកគីជឿងតួអង្គស៊ុនអ៊ូខុងក្នុងរឿងថាំងចេញទៅចម្លងធម៌ក្នុងឆ្នាំ1996ក្រោយពីតារាសម្ដែងរូបនេះធ្វើការបោកប្រាស់តាមទូរស័ព្ទក្នុងប្រទេសចិនបើយោងតាមសារព័ត៌មានចិនបានឲ្យដឹងថាតារាសម្ដែងវ័យ57ឆ្នាំរូបនេះបានធ្វើការវេលុយរបស់ខ្លួនជួយដល់ក្រុមឆបោកចំនួន 30,000 យួនប្រមាណ $2,800 ជាថ្នូរដែលពួកគេធ្វើការឲ្យលោកដោយពួកគេអ្នកបោកប្រាស់ដែលជាគ្នារបស់លោកបានធ្វើការផ្ទេរលុយប្រមាណ 8 លានយួនស្មើនឹង $1,280,000 ដែលបានមកពីការបោកប្រាស់វេចូលកងគណនីធនាគាររបស់តារាសម្ដែងរូបនេះបាទហើយចំពោះអត្ថបទព័ត៌មាននេះសូមបញ្ចប់តែប៉ុណ្ណេះនិងសូមបន្តជូននៅអត្ថបទព័ត៌មានថ្មីមួយទៀតគឺតាក់ទងទៅនឹងស្ងាត់វរនិចបង្ហាញផ្ទះវិឡាដែលសាងសង់ជិតរួចអមជាមួយនឹងសារខ្លីបែបនេះតារាចម្រៀងស្រីវ័យក្មេងអ្នកនាងវរនិចដែលទើបនឹងប្រកាសដំណឹងអំពីការបាត់បង់កូនភ្លោះនៅក្នុងផ្ទៃនាពេលកន្លងមកជាហេតុធ្វើឲ្យមហាជននិងហ្វេនបង្ហាញការសោកស្ដាយនិងរន្ធត់ចិត្តហើយថែមទាំងសូមឲ្យអ្នកនាងមើលថែសុខភាពឲ្យបានល្អថែមទៀតផងយ៉ាងណានៅថ្ងៃទី20 ខែកុម្ភៈឆ្នាំ2022នេះអ្នកនាងវរនិចបានបង្ហោះរូបភាពអមជាមួយនឹងស្វាមីចំនួន2សន្លឹកដោយនៅក្នុងរូបភាពនេះក៏បានបង្ហាញផ្ទះវិឡាដែលកំពុងសាងសង់បានប្រហែល 70% ហើយចែកជូនបងប្អូនបានដឹងហើយនេះគឺជាការខិតខំប្រឹងប្រែងរបស់អ្នកនាងនិងស្វាមីដែលបានចាប់ដៃគ្នាកសាងក្តីសុបិនមួយនេះឲ្យคล้ายទៅជាការពិតផងដែរជាក់ស្ដែងនៅក្នុងគណនី Facebook របស់វរនិចដែលបានបង្ហោះសារយ៉ាងមានអត្ថន័យបែបនេះថាប្តីថាឲ្យតែខំលទ្ធផលយ៉ាងណាក៏សប្បាយចិត្តដែរក្នុងនោះក្រោយពីបានឃើញរូបភាពរបស់វរនិចបង្ហោះភ្លាមក៏មានបងប្អូនជាច្រើនបានសម្ដែងការត្រេកអរចំពោះអ្នកទាំងពីរដែលបានសម្រេចជោគជ័យនិងសូមឲ្យអ្នកទាំងពីរស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងចំពោះអត្ថបទព័ត៌មានទាំងពីរនេះសូមបញ្ចប់តែប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណសូមគោរពលា